សួស្តីអ្នករាល់គ្នាក៏ដូចជាសូមស្វាគមន៍វីដេអូថ្មីមួយទៀតបាទវាគ្រាន់តែជាវីដេអូមួយសម្រាប់ចែករំលែកក្នុងការគ្រប់គ្រងជីវិតខ្លួនឯងក៏ដូចជាការធ្វើផែនការជីវិតខ្លួនឯងដែលនេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ណាដែលខ្ញុំបានធ្វើវាហើយក៏ឃើញមានលទ្ធផលមួយចំនួនដែលខ្ញុំគិតថាទទួលមកល្អក៏ប្រសើរដូចគ្នាដែរខ្ញុំចង់បងប្អូនយល់ច្បាស់ថាយើងមានផែនការអាជីវកម្មមានផែនការទីផ្សារណាអញ្ចឹងដូចគ្នាយើងក៏ត្រូវតែមានផែនការទៅលើជីវិតរបស់យើងដូចគ្នាបើបងប្អូនរៀបចំផែនការជីវិតបងប្អូនមិនបានត្រឹមត្រូវនោះបងប្អូននឹងចំណាយពេលអត់ប្រយោជន៍ហើយនឹងខាតបង់នៅពេលអនាគតបងអញ្ចឹងខ្ញុំសូមបញ្ជាក់ចូលសាច់រឿងតែម្ដងធម្មតាមនុស្សយើងកើតមកដល់ថ្នាក់ដល់អាយុ6ឆ្នាំយើងត្រូវបានម៉ែឪបញ្ជូនទៅរៀនថ្នាក់ទី1ណាអញ្ចឹងពេលដែលយើងរៀនចប់ថ្នាក់បាក់ឌុបប្រកបទី12ដែលគិតថាមិនធ្លាក់ណាវ័យយើងគឺជាវ័យ18ឆ្នាំហើយ18ឆ្នាំនេះគឺជាវ័យដែលយើងចង់ដឹងចង់ឃើញចង់ស្គាល់ចង់ប៉ះចង់សាកបងមែនតើណាប៉ុន្តែតែគ្រប់គ្រងខ្លួនឯងបានតិចអញ្ចឹងខ្ញុំចង់បងប្អូនចំផែនការជីវិតថាតើវ័យណាយើងគួរតែធ្វើអ្វីអញ្ចឹងវ័យនៅក្នុង18ឆ្នាំណាបងប្អូនគួរតែរកចំណេះដឹងឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានដែលជាចំណេះដឹងដែលយើងចូលចិត្តដែលយើងចង់ធ្វើវាកុំទៅរៀនតាមគេតាមមិត្តភ័ក្តិតាមការឃោសនាតាមគេតាមឯងណាតាមការចូលនិយមណាអញ្ចឹងត្រូវតែសួរខ្លួនឯងចង់ស្អីទៅរៀនពីនោះទៅបងប្អូនណា18ឆ្នាំបន្ទាប់ពីចប់បាក់ឌុបប៉ុន្តែបងប្អូនត្រូវគិតណាដាក់ផែនការខ្លួនឯងថាតើវ័យណាយើងជាវ័យដែលយើងត្រូវតែមានគូសកលត្រូវតែមានគ្រួសារត្រូវតែមានកូនណាត្រូវតែមានអាជីវកម្មខ្លួនឯងឬក៏យើងទៅធ្វើការឲ្យគេឲ្យច្បាស់លាស់អញ្ចឹងការធ្វើផែនការទៅលើជីវិតខ្លួនឯងបងប្អូនត្រូវចាំណាចំពោះខ្ញុំផ្ទាល់ខ្ញុំតែងតែពិសាជាមួយមិត្តភក្តិខ្ញុំ2នាក់ក៏3នាក់ពេលដែលជួបគ្នាខ្ញុំគិតថាការជួបគ្នានិយាយពីជីវិតនេះសំខាន់ជាងការនិយាយអ្វីដែលផ្ដេសផ្ដាស់អត់ប្រយោជន៍ច្រើនជាងមិត្តភក្តិខ្ញុំតែងតែគិតថាស្លេះហាពួកយើងប្រុសត្រូវគិតណាអនាគតជាប្តីគេអនាគតជាឪពុកគេអនាគតជាមេគ្រួសារតែបើសិនជាយើងរៀបផែនការជីវិតយើងពេលនេះមិនត្រឹមត្រូវអ្នកដែលរងគ្រោះហានិភ័យជាងគេប្រពន្ធយើងនិងកូនយើងជាពិសេសគឺគ្រួសារយើងទាំងមូលហ្នឹងបងប្អូនទៅចាំកន្លែងនេះសំខាន់បាទអញ្ចឹងយើងត្រូវគិតថាចាប់បាក់ឌុប18ឆ្នាំចាប់បញ្ញាបត្រ4ឆ្នាំយើងអាយុ22ពេលខ្លះគេគិតថាអញ្ចេះចាំរៀនហើយធ្វើការមានផ្ទះមានឡានឲ្យសល់សិនចាំយើងយកប្រពន្ធយកគ្រួសារបងប្អូនគិតចឹងក៏អត់ខុសដែរតែអ្វីដែលខុសសួរថាយើងធ្វើបានអត់អ្វីដែលខុសយើងគិតថាយើងគិតហ្នឹងយើងអាចធ្វើបានដែរឬអត់អញ្ចឹងត្រូវចាំកន្លែងហ្នឹងបើមនុស្សដែលឆ្លាតពេលដែលគេរៀន4ឆ្នាំនៅក្នុងបញ្ញាបត្រហ្នឹងគេនឹងឆ្លៀតហើយរកការងារធ្វើក្រៅម៉ោងដើម្បីបង់សាលាផងដើម្បីជាប្រាក់សន្សំក្នុងការណាបង្កើតគ្រួសារនៅពេលគេរៀនចប់ចិត្តដៃដូចខ្ញុំបងប្អូនប្រឡងសាសនាឆ្នាំទី4គឺជាថ្ងៃការរបស់ខ្ញុំហើយដែលពេលនោះខ្ញុំមិនមានអីទាំងអស់ក្រោយខ្នងខ្ញុំអត់មានទេឡានក៏ខ្ញុំមិនមានលុយក៏ខ្ញុំមិនមានអ្វីក៏ខ្ញុំមិនមានតែខ្ញុំបានឪពុកម្ដាយដែលពេលនោះខ្ញុំមិនបានទៅរកស៊ីឬក៏ទៅធ្វើការជាមួយនឹងក្រុមហ៊ុនអីធំពាក្យខែច្រើនទេប៉ុន្តែខ្ញុំបានជួយអាជីវកម្មឪពុកម្ដាយកន្លែងហ្នឹងសំខាន់ណាពេលដែលឪពុកម្ដាយគាត់មានអាជីវកម្មមួយល្អប្រាក់ចំណូលគាត់ល្អពេលហ្នឹងហើយគឺជាការគឺថប់ផងយើងមួយដែលល្អហើយណាតែបើបងប្អូនឬក៏កូនក្មួយណាដែលគាត់គិតថាមុខម្ដាយមិនមានអាជីវកម្មអីល្អទេគឺត្រូវសាងខ្លួនឯងពីចាប់បាក់ឌុបទៅរកប្រាក់ចំណូលខ្លួនឯងបន្ថែមណាហើយនឹងរកដៃគូបដាទៅគិតថានរណាដែលសមជាម្ដាយរបស់កូនយើងណា
វីដេអូក្រោយនិយាយពីតងជាមួយនឹងការគូសកលណាអញ្ចឹងនិយាយពីការធ្វើផែនការជីវិតសិនអញ្ចឹងបន្ទាប់ពីយើងបានរៀនចប់បាក់ឌុបបានចប់មហាវិទ្យាល័យយើងអាយុ22យើងត្រូវចំណាយពេល23 24 2ឆ្នាំហ្នឹងពេលហ្នឹងគឺបងប្អូនត្រូវតែគិតធ្វើយ៉ាងម៉េចឲ្យមានការងារច្បាស់លាស់មួយឲ្យមានការងារច្បាស់លាស់មួយពាក់ខែមួយច្បាស់លាស់មួយសិនទៅបន្ទាប់មកទៀតអាយុ25បងប្អូនត្រូវចាំណា23 25នេះវាអត់ទាន់ជ្រេពេកក៏វាមិនទាន់ហួសពេលពេកវាមិនលឿនពេកវាក៏មិនជ្រេពេកណាជ្រុលពេលពេកណា25គឺជាវ័យល្អនៅប្រុសណាហ្នឹងហើយគួរតែរៀបចំខ្លួនហើយនឹងសាងគ្រួសារទៅបងប្អូនត្រូវចាំថាបើមានគ្រួសារមកមានកូនណាគេចិញ្ចឹមបងប្អូនត្រូវចាំណាបើបងប្អូនជាអ្នកដែលមានជំនឿសាសនាត្រូវជឿទៅលើព្រះត្រូវជឿទៅលើសាសនារបស់យើងទៅបើចំពោះខ្ញុំជឿទៅលើព្រះខ្ញុំត្រូវចាំថាខ្ញុំនេះកូនខ្ញុំប្រពន្ធខ្ញុំមិនមែនខ្ញុំអ្នកចិញ្ចឹមទេហើយក៏មិនមែនខ្ញុំអ្នកចិញ្ចឹមខ្លួនឯងនេះគឺព្រះអ្នកចិញ្ចឹមខ្ញុំទេអញ្ចឹងគេហៅថាលៀបសក្ការៈដែលធំជាងគេនៅក្នុងโลกនេះមិនមែនជាលុយឡានមាសពេជ្រកៅកងអីទេបងប្អូនលៀបសក្ការៈទ្រព្យដែលសំខាន់ដែលល្អជាងគេនេះគឺជាកូនបងប្អូនត្រូវចាំឡានណាពេលនេះយើងប្រើ5ឆ្នាំក្រោយយូរកាលមិនមែនរបស់យើងផងអាចលក់ឲ្យគេឬក៏អាចដូរសេរីបាទឬក៏អាចខូចឬក៏អាចខ្ទេចខ្ទីអស់ទៅមិនអាចជារបស់យើងបន្តអមតៈបានទេផ្ទះក៏ដោយពងនៅរងថ្ងៃក៏ដោយតែបើកូនមួយបើបងប្អូនបង្កើតវាបានមួយហើយទោះជាបងប្អូនឈួតជាណាបងប្អូនខ្លាចជាអ្វីក៏ដោយឈ្មោះយើងនៅជាឪពុកវាហើយម្នាក់កូនហ្នឹងគឺជាកូនរបស់យើងគឺនៅជារបស់យើងគឺ belong ទៅវិញទៅមកណាអញ្ចឹងត្រូវចាំណាបងប្អូនកូនកាន់តែច្រើនទ្រព្យបងប្អូននឹងមានកាន់តែច្រើនតែវាតាក់ទងជាមួយនឹងការទង្វើនៃការធ្វើបងប្អូនដូចគ្នាណាទង្វើយើងធ្វើល្អកូនយើងល្អទ្រព្យបងប្អូននឹងកើនអញ្ចឹងដូចគ្នាខ្ញុំចង់ឲ្យបងប្អូនណារៀបចំផែនការជីវិតគឺទៅអាយុ25បានហើយកុំឲ្យហួសទៅពេកដោយសារឲ្យបានហួសខ្ញុំអាចគូទៅលើក្តារខៀនឲ្យបងប្អូនមើលណាបើបងប្អូនកាលអាយុ25ណាយុ25បងប្អូនបានរៀបការណាបាទបងប្អូនដឹងអត់មនុស្សម្នាក់ការឲ្យពឹបមិនមែនឆ្នាំក្រោយអាចមានកូនទេយើងមើលអត់ដឹងទេហើយក៏មិនសង្ឃឹមភាគរយសង្ឃឹមថាមានកូនក៏តិចតែរសារអីបញ្ហារបបអាហារបងប្អូនពេលខ្លះឥឡូវវាអត់ដូចមុននេះបាទរបស់បងប្អូនញ៉ាំជួនកាលពេលខ្លះអាចមានគីមីច្រើនអញ្ចឹងវាធ្វើឲ្យបញ្ហាមេជីវិតបងប្អូនណាខ្សោយបាត់បង់សមត្ថភាពតាក់ទងជាមួយបងប្អូនការអាយុ25វាអាចខលខូចច្រើនពេកណាហ្នឹងហើយវាអាចប៉ះពាល់ដូចគ្នាចំពោះខ្ញុំផ្ទាល់បងប្អូនការហើយ25ឆ្នាំខ្ញុំអាយុ25ឆ្នាំខ្ញុំការ3ឆ្នាំក្រោយខ្ញុំបានធ្វើឪពុកគេដែរដោយសារអីដោយសារបញ្ហាជំងឺខាងប្រពន្ធផងគាត់កាត់គិសអញ្ចឹងណាមានគិសមានអីចឹងទៅវាធ្វើឲ្យបញ្ហាការមានគុំរបស់យើងមានការផ្អាក់អញ្ចឹងតម្រងខ្ញុំបានខ្ញុំការនៅឆ្នាំ2009អញ្ចឹងកូនទី1ខ្ញុំនៅឆ្នាំ2011អញ្ចឹងរយៈពេលប្រហែលឆ្នាំបងប្អូន3ឆ្នាំអញ្ចឹងខ្ញុំអាយុប្រហែលខ្ញុំអាយុ28អាយុ28បងប្អូនណាអាយុ28អញ្ចឹងមិនមែនកូនទី1 3ឆ្នាំហើយកូនទី2មួយឆ្នាំក្រោយមានកូនទៀតអត់ទេណាប្រឹងណាស់ដែរតែវាអត់បានដោយសារអីនិយាយថារបបអាហារផងយើងហើយជីវិតយើងរស់នៅយើងការពេលខ្លះវាអាប់អួរបន្តិចទៅណាព្រោះវាមិនសូវជាមានអារម្មណ៍ល្អដែរទៅអញ្ចឹងដល់បានកូនទី2បងប្អូនណាកូនទី2នៅឆ្នាំ2014ប្រហែលឆ្នាំបងប្អូន3ឆ្នាំទៀតខ្ញុំកើនអាយុប្រហែលឥឡូវពេលហ្នឹងខ្ញុំធ្វើការអាយុ31ឆ្នាំចឹងខ្ញុំដេញអាយុមកមើលណាបងណា31ឆ្នាំអញ្ចឹងមិនមែន14ហើយ15ខ្ញុំមានកូនទៀតទេអត់ទេកូនទី3ខ្ញុំណាបាទនៅឆ្នាំ2000ចង់ផ្លេចបងប្អូនដូចជា2019បងប្អូនខ្ញុំចាំ2019ហ្នឹងហើយបាទ2019ភាសាទៅចាំភាសាពេលហ្នឹងកំពុងតែមមាញឹកខ្លាំងណាស់ទៅទៅមកគឺការធ្វើអាជីវកម្មដោយសារអីយើងប្រឹងមិនប្រឹងបងប្អូនប្រពន្ធមួយកូន3ធ្វើប្រឹងបន្តិចដើម្បីអនាគតពួកគាត់ណាបាទ2019ចឹងខ្ញុំអាយុប៉ុន្មានគិតទៅប៉ុន្មានឆ្នាំបងប្អូន5ឆ្នាំទេ
បាទអញ្ចឹង31ឥឡូវដល់ណា36ឆ្នាំ31ឆ្នាំឥឡូវពេលអាយុកូនឆ្នាំទី3ខ្ញុំ31ឆ្នាំហើយចុះបច្ចុប្បន្នឆ្នាំ2025 6ឆ្នាំខុសគ្នាមែនទេបងប្អូន6ឆ្នាំខ្ញុំនេះឡើងដល់បាទបងប្អូនអាចសួរខ្ញុំបានអាយុខ្ញុំប៉ុន្មានប្រាប់ថា42បច្ចុប្បន្ន42ឆ្នាំបាទ42ឆ្នាំបងប្អូនអញ្ចឹង42ឆ្នាំខ្ញុំត្រូវមានកូនម្នាក់ទីបងគេនេះដូចជា14ឆ្នាំបងប្អូននេះអាយុ11ឆ្នាំទី3នេះដូចជា6ឆ្នាំបងប្អូនណាអញ្ចឹងបើយើងមើលខ្ញុំ42ឆ្នាំខ្ញុំត្រូវបានកូន14ឆ្នាំម្នាក់11ឆ្នាំម្នាក់6ឆ្នាំម្នាក់ហើយខ្ញុំឥឡូវខ្ញុំសង្កេតឃើញមនុស្សយើងឥឡូវឆាប់ពុតធំមែនតើបាទតើត្រឹមចូល50ជាងចាប់ដើមហើយបងប្អូនគិតមើលប៉ុណ្ណេះទៅខ្ញុំក្នុងសាសនាអ៊ីស្លាមគេបាននិយាយថាមនុស្សយើងតែចូលដល់40ព្រះនឹងដកគេហៅថាអ្នកម៉ាត់ដកនៅគេហៅថាភាពរងមរបស់យើងណាតាំងពីភ្នែកក៏អន់ឥឡូវប្រើបន្តាហើយកម្លាំងក៏ខ្សោយពីមុនណាខ្ញុំលើកអត់ទះសិតតែ100គីឡូ120គីឡូរត់មកភ័ក្រអីយើងធ្វើជាការអ្នកដែលស្គាល់ខ្ញុំដឹងហើយណាអ្នកដែលខាងកីឡាលេងកាយសម្បត្តិខ្ញុំលេងសាហាវតែឥឡូវនេះបងប្អូនបើលើកអត់ទះបើធន់ជា30គីឡូខ្ញុំលើករួចទេដោយសារអីខ្ញុំ42ហើយកម្លាំងខ្ញុំខ្សោយដែរបាទសំបីឥឡូវគេថាការហូបចុកឥឡូវវាអារសជាតិវាខ្ញុំបាត់តាអស់ហើយអត់ចង់ដល់រសជាតិទេបាទអញ្ចឹងច្រើនមែនគេការក៏ដកច្រើនមែនតើដកសុំទាំងអស់បាទដកសុំទាំងអស់អញ្ចឹងបើអាយុ42នេះខ្ញុំយកមកខ្សោយទៅហើយតម្រាំកូនខ្ញុំណាអាបង14ឆ្នាំថ្នាក់ទី9 11ឆ្នាំថ្នាក់ទី7ហើយអា6ឆ្នាំថ្នាក់ទី1ខ្ញុំបោកបន្ថែមបងប្អូនណាខ្ញុំបោកបន្ថែមបើក្នុងករណីណាបង12បងលើគេបើសិនជាគាត់រៀនចប់មហាវិទ្យាល័យឥឡូវថ្នាក់ទី9អញ្ចឹងថែម4ឆ្នាំទៀតមែនទេបងថែម4ឆ្នាំចាប់12ថែម4ឆ្នាំចាប់មហាវិទ្យាល័យ8ឆ្នាំអញ្ចឹង8ឆ្នាំបូក8ឆ្នាំគាត់ត្រូវមានអាយុ22ឆ្នាំ22ឆ្នាំខ្ញុំនិយាយខ្ញុំណា22ឆ្នាំខ្ញុំបោកយុខ្ញុំ44ឆ្នាំ42ឆ្នាំឥឡូវបច្ចុប្បន្នណាតម្រាំបានកូនខ្ញុំអាទី1បងរៀនចប់មហាវិទ្យាល័យ4ឆ្នាំអាយុ22ខ្ញុំអាយុប៉ុន្មាន64បាទខ្ញុំមិនសង្ឃឹមថា64ខ្ញុំនៅរឹងមាំបែបនឹងកើតទៀតទេនឹងតែភ្នែកខ្ញុំមិនតាខ្ញុំមិនដឹងថាឡើងប្រហែលដឺការ៉េបាទគាត់តែនិយាយចង់ហូរទឹកភ្នែកខ្លួនឯងគិតថានៅខ្លួនឯងបើកូនរៀនចប់មហាវិទ្យាល័យអត់ទាន់មានអីទាំងអស់បាទការងារក៏មិនទាន់មានធ្វើក៏មិនដឹងបាទអញ្ចឹងហើយតម្រាំអាកូនទី3ទី2គាត់នៅថ្នាក់ទី7ទី7មកដល់5ឆ្នាំបូមមហាវិទ្យាល័យទៀត4ឆ្នាំ9ឆ្នាំទី6ហ៎ទី7ទាំងទី7ទី8ទី9 10 11 12 6ឆ្នាំ10ឆ្នាំបាទ10ឆ្នាំ10ឆ្នាំអញ្ចឹងគាត់អាយុគាត់20 21ខ្ញុំគិតថាអាច20 10ឆ្នាំបូក10ឆ្នាំទៀតគាត់ចាំមហាវិទ្យាល័យអាយុគាត់21វាអាចលើសយើងទៅបងណាព្រោះយើងអត់តាមច្បាស់កូនច្បាស់ទេ21អញ្ចឹងគាត់អាយុ21អញ្ចឹងខ្ញុំគិតថាវ័យនេះបូក10ឆ្នាំនេះយើងបូកមិញថាអាយុគាត់សំទោសខ្ញុំគិតថានេះមិនសោះ4ទេអញ្ចឹង22គិតថា8ឆ្នាំតើហើយបងប្អូនខ្ញុំសំទោសណាបាទខុសបន្តិចយកគាត់22ណាអញ្ចឹងខ្ញុំត្រូវយកអាយុគាត់8ឆ្នាំបូកជាមួយនឹង41ឆ្នាំរបស់ខ្ញុំនេះអញ្ចឹងខ្ញុំអាយុត្រឹម49បងប្អូនសំទោសអញ្ចឹងបងខ្ញុំរៀនចប់ថ្នាក់ទីរៀនចប់មហាវិទ្យាល័យមើលនេះត្រូវអត់ទេថ្នាក់ទី9 10 11 12 4ឆ្នាំ8ឆ្នាំ22ត្រូវហើយ
ចឹងយក8ឆ្នាំដែលគាត់ត្រូវបន្តចាប់ពីហាមចេះឡៃបូកយុ41ឥឡូវនេះយុ49អូខេត្រឹមត្រូវមួយអានេះកូនទី1អញ្ចឹងកូនទី2 10ឆ្នាំបូកជាមួយនឹង41ខ្ញុំអាយុ51អូខេនៅក្មេងទេអត់អីទេសំ51កូនទី2ចុង50ជាឡៃទេអូខេនៅប៉ុណ្ណឹងអូខេសង្ឃឹមថានឹងអាចមានរបបអាហារល្អទេខ្ញុំអាចថាអាចទៅមុំប៉ុន្តែអាចវងមកជាងនេះទេប៉ុន្តែអាចល្អជាងគេអញ្ចឹងណាហ្នឹងហើយហើយបើគាត់នេះថ្នាក់ទី1ឯង12ឆ្នាំបូកជាមួយនឹង4ឆ្នាំទៀតបានចប់មហាវិទ្យាល័យអញ្ចឹងវាឡើង16ឆ្នាំ16ឆ្នាំ22អញ្ចឹងខ្ញុំអាយុយក16ឆ្នាំដែលគាត់ចំណាយពេលដល់ចប់មហាវិទ្យាល័យបូកយក41ឥឡូវយកខ្ញុំឡើងដល់57អូខេខ្ញុំគិតថា8 49 51 57នេះខ្ញុំគិតថាសង្ឃឹមថាព្រះនឹងឲ្យខ្ញុំអាយុវែងសង្ឃឹមថាព្រះនឹងឲ្យសុខភាពខ្ញុំល្អនឹងឈរនឹងអង្គុយចាំមើលភាពជោគជ័យរបស់កូនខ្ញុំបន្តនេះខ្ញុំនិយាយថាខ្ញុំការអាយុ25ណា28ខ្ញុំមានកូនមួយណាបីប៉ុណ្ណេះចុះបងប្អូនមានអាយុ40អត់តមានប្រពន្ធផងពិបាកសម័យបាទព្រោះនៅក្នុងបន្ទប់ដែលយើងនៅជាមួយមានម្នាក់បាទ40ហើយអត់តមានគ្រួសារបាទយើងមិនបាននិយាយឌៀមដាមអីទេណាលោកគ្រូរិទ្ធហ្នឹងហើយគ្រាន់ថាខ្ញុំវាពិបាកសម័យខ្ញុំប្រាប់ថាខ្ញុំពេលខ្លះខ្ញុំខឹងគ្រាន់តែហេតុតែបានចិត្តទុកឲ្យខ្លួនឯងពជាទៅហាក់នោះខ្ញុំនិយាយការពិតអញ្ចឹងបងប្អូនអ្នកដែលមិនទាន់ដល់វ័យ25គិតគូរទៅរៀបចំខ្លួនឯងសិនទៅខ្ញុំពីមុនដែលជាក្មេងដែលមិនទាន់ចេះដឹងក្តីដូចគ្នា25នេះយល់ទៅនៅឈាមរាវដែរទេប៉ុន្តែមានប្រពន្ធមានកូនមានទំនួលខុសត្រូវពាក្យមួយម៉ាត់ដែលពុកខ្ញុំសួរហាញ់ចេះកូនដឹងអត់នៅលើโลกនេះថាតើអ្វីដែលធ្ងន់ជាងគេខ្ញុំគិតថាផែនដីដែលធ្ងន់ជាងគេព្រោះអីមានអីយើងលើផែនដីធ្ងន់ជាងគេគាត់ថាមិនមែនអ្វីដែលធ្ងន់ជាងគេគឺជាទំនួលខុសត្រូវភាសាអ៊ីស្លាមខ្ញុំថាអាម៉ាណាគឺទំនួលខុសត្រូវអញ្ចឹងទំនួលខុសត្រូវទៅលើគ្រួសារកុំគិតថាស្រាលអត់ស្រាលទេប៉ុន្តែបើយើងមានក្បួនខ្នាតបើសិនជាយើងយល់ពីចំណុចអស់ហ្នឹងយើងនឹងគ្រប់គ្រងវាដោយភាពងាយស្រួលណាអញ្ចឹងអ្នកដែលស្គាល់ខ្ញុំដឹងហើយណាបាទគ្រួសារខ្ញុំវាម៉េចកូនចៅវាម៉េចអញ្ចឹងដឹងអញ្ចឹងខ្ញុំការក្នុងវ័យ20ឆ្នាំនេះខ្ញុំគិតថាខ្ញុំអាចថាជាពេលវេលាដែលត្រឹមត្រូវខ្ញុំធ្វើការដោយសារកូនខ្ញុំទី3អាចចប់មហាវិទ្យាល័យ4ឆ្នាំហើយខ្ញុំត្រូវអាយុ57ទេអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំអាចពរចៅតាន់អាចពរចៅតាន់ចុះបើអ្នកដែលអត់តាន់ការណាអាយុ30អាយុ40អត់តាន់ការខ្ញុំគិតថាខ្ញុំថាសង្ឃឹមទៅពរចៅបាទកុំសង្ឃឹមឃើញពរចៅសូម្បីតែពេលវេលាមើលកូនជោគជ័យឬក៏ពេលវេលាដែលរងចាំឲ្យកូនសំគុណវិញស្រួលអត់មានផងមិនតែប៉ុណ្ណោះអាចនឹងនាំទុកនាំហានិភ័យនាំគ្រោះដល់ប្រពន្ធដល់កូនទៀតណាបងប្អូនអញ្ចឹងខ្ញុំវីដេអូមួយនេះខ្ញុំចែករំលែកឲ្យចេះគ្រប់គ្រងពេលវេលាគ្រប់គ្រងផែនការជីវិតខ្លួនឯងឲ្យបានត្រឹមត្រូវណាបើបងប្អូនអាចគ្រប់គ្រងបានត្រឹមត្រូវប៉ុណ្ណេះខ្ញុំហ៊ានសង្ឃឹមថាអាជីវកម្មរបស់បងប្អូនធ្វើក៏វាល្អត្រឹមត្រូវដូចគ្នាអញ្ចឹងអរគុណច្រើនបងប្អូនណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំក៏ជួយឲ្យបងប្អូនជួយចែករំលែកជួយ share ឲ្យបានច្រើនណាគ្រាន់តែជាវីដេអូដាស់តឿនដល់បងប្អូនឬក៏ក្មួយប្រុសណាដែលកំពុងតែមានវ័យជាគៀក25ហើយកុំឲ្យវាហួសទៅពេកបងប្អូនណាបើវាកាន់តែហួសទៅទៀតបងប្អូនគិតមើលខ្លួនឯងចុងក្រោយនេះបើថាហួសហើយអីហើយខ្ញុំគិតថាកុំឲ្យពិបាកដល់កូនដល់ចៅណាហ្នឹងហើយបើមិនបានផ្លាស់ប្ដូរជីវិតយើងពីឥឡូវទេកុំបង្កការលំបាកទៅដល់ក្មេងៗជំនាន់ក្រោយអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនបាយបាយ